អត្តាហវេជីតាំងសយោការឈ្នះខ្លួនឯងជាការប្រសើរជ័យជំនះម្យ៉ាងដែលមនុស្សកម្រយកបានគឺឈ្នះខ្លួនឯងមនុស្សដែលបានទទួលជ័យជំនះលើខ្លួនឯងនេះឈ្មោះថាបុគ្គលប្រសើរលើសលប់នឹងយកជំនះអ្វីឬជំនះលើសត្រូវណាមកប្រៀបផ្ទឹមពុំបានឡើយការដែលឈ្នះខ្លួនឯងគឺឈ្នះកិលេសទាំងពួងដែលនៅត្រាំក្នុងសន្តានចិត្តនេះដោយមិនសេសសល់ហើយដែលមិនអាចត្រឡប់ចាញ់វិញបានពាក្យថាអត្តាដែលប្រែថាខ្លួនក្នុងទីនេះគឺសំដៅយកតួចិត្តនេះតែងមានគ្រឿងត្រាំនៅជាមួយគឺកិលេសនេះស្ថិតនៅក្នុងកាយគឺអត្តភាពនេះឯងបុគ្គលដែលពុំបានទូមានចិត្តឲ្យល្អទេចិត្តនេះតែងដឹកនាំខ្លួនគឺអត្តភាពនេះឲ្យទៅទទួលទុក្ខលំបាកមានតាំងអំពីការចង្អៀតចង្អល់ចិត្តរហូតដល់ទទួលទណ្ឌកម្មខាងរាងកាយមានការវាយដំច្រំធាក់ពីជនដទៃការជាប់គុកច្រវាក់ខ្នោះខ្នៀងជាដើមចិត្តជាធម្មតាដែលមានភារៈជាអ្នកចាត់ការបង្គាប់បញ្ជារាងកាយធ្វើឲ្យសកម្មគ្រប់យ៉ាងគឺធ្វើអាក្រក់និងអំពើល្អបន់បាបបើធ្វើអំពើល្អជាកុសលក៏បានសុខសួស្តីតែបើធ្វើអំពើអាក្រក់ជាអកុសលក៏ទទួលបានទុក្ខទោសទៅវិញបុគ្គលកាលបើពុំបានទូមានអប់រំចិត្តឲ្យបានបែបបត់មានសណ្ដាប់ធ្នាប់ប្រកបដោយសិលធម៌សមរម្យទេក៏តែងនឹងបានទុក្ខវេទនាលំបាកលំបិនមិនខានពិតមែនហើយតួចិត្តជាធម្មជាតិគ្មានរាងកាយក៏ដោយតែជាធម្មជាតិដែលគេទូមានបានដោយលំបាកណាស់ផ្ទុយទៅវិញបើបុគ្គលចេះអប់រំទូមានចិត្តឲ្យមានបត់បែបស្ថិតនៅក្នុងសិលធម៌ល្អហើយក៏តែងបានសុខធូរស្រាលអំពីទុក្ខភ័យជាដរាបគឺការដែលបុគ្គលបានធ្វើចិត្តឲ្យល្អនេះហើយដែលព្រះពុទ្ធជាម្ចាស់ត្រាស់ថាជាអ្នកមានជ័យជំនះលើខ្លួនឯងគឺខ្លួនពុំបានដើរផ្លូវខុសទៅរកភ័យអន្តរាយអពមង្គលណាដែលនាំឲ្យមាននោះឯងការទូមានចិត្តគឺការស្ដាប់ព្រះបរមពុទ្ធោវាទឯមនុស្សពុំបានទូមានចិត្តគឺពុំបានស្ដាប់ដំបូន្មានផ្សេងពុំយកហេតុការណ៍ផ្សេងនៅជុំវិញខ្លួនមកពិចារណាឲ្យដឹងហេតុផលទេក៏តែងតែធ្វើអំពើអកុសលកម្មផ្សេងឬបើត្រូវធ្វើអ្វីក៏ធ្វើតាមតែអំណាចចិត្តបើជួបប្រទះវត្ថុដែលគប់ចិត្តក៏ចង់បានលើសលប់ការបើជួបប្រទះរបស់ដែលមិនគប់ចិត្តក៏មានសេចក្តីថ្នាំងថ្នាក់កើតឡើងរហូតដល់ហ៊ានប្រហារកាប់សម្លាប់គេឬគេបបួលឲ្យទៅធ្វើបាបក៏ដោយមិនបានពិចារណាដល់ហេតុផលអាក្រក់អ្វីឡើយយ៉ាងនេះឈ្មោះថាជាអ្នកតាំងនៅក្នុងមោហៈគឺការវង្វេងមិនដឹងការពិតនៅក្នុងហេតុការណ៍បណ្ដោយឲ្យសេចក្តីវង្វេងគ្រប់សង្កត់នាំឲ្យឃើញថាល្អនៅក្នុងអំពើទុច្ចរិតដែលជាផ្លូវខុសចាកគន្លងព្រះពុទ្ធសាសនាសេចក្តីអាក្រក់ទាំងនេះឯងតែងធ្វើឲ្យបុគ្គលបានទទួលទុក្ខទោសគ្រោះថ្នាក់ជាអពមង្គលជានិច្ចព្រោះជាផ្លូវហូរមកនៅកិលេសដែលជាឫសអកុសលធម៌កាលបុគ្គលដឹងច្បាស់ហេតុការណ៍អាក្រក់ហើយរកឧបាយកលមិនឲ្យខ្លួនលង់ទៅក្នុងហេតុការណ៍នោះដោយវិធីប្រតិបត្តិតាមដោយខ្លួនបានស្ដាប់បានចេះដឹងឬក៏ពិនិត្យឃើញជាក់ថាតាំងស៊ប់នៅក្នុងផ្លូវល្អហើយទើបឈ្មោះថាឈ្នះខ្លួនគឺឈ្នះចិត្តអាក្រក់នេះឯងហេតុនោះបុគ្គលរកឧបាយរក្សាខ្លួនមិនឲ្យប្រព្រឹត្តអាក្រក់ដោយពោលមកហើយត្រូវមានសតិប្រុងប្រយ័ត្នប្រកបដោយបញ្ញាដឹងច្បាស់ហេតុផលនៃសេចក្តីអាក្រក់បើទោះជាកិលេសទាំងឡាយនឹងហូរចូលមកតាមទ្វារនៃអាយតនៈគឺភ្នែកត្រចៀកច្រមុះអណ្ដាតកាយក៏ត្រូវមានសតិគុំក្រងចិត្តមិនឲ្យប្រព្រឹត្តទៅតាមអំណាចនៃកិលេសសង្កេតមើលខ្លួនថាតើនឹងធ្លាក់ចុះទៅកាន់សេចក្តីអាក្រក់តាមផ្លូវណាហើយការពារមិនឲ្យបរាជ័យធ្លាក់ទៅជាឆ្លើយនៃសេចក្តីអាក្រក់ដោយការប្រើសតិនិងយោនិសោមនសិការៈព្រមទាំងបញ្ញាសម្រាប់ជាសាស្ត្រាវុធតយុទ្ធនឹងសឹកសត្រូវគឺកិលេសឲ្យជ័យជំនះរហូតមិនត្រឡប់ចាញ់វិញទៀតជាដាច់ខាតទើបបាននាមបញ្ញត្តិតាមពុទ្ធសាសនាវាទថាជាអ្នកឈ្នះខ្លួនព្រោះថាកាលបើឈ្នះខ្លួនហើយសត្រូវទាំងឡាយក៏ឈ្មោះថាខ្លួនបានឈ្នះដែរ